សុភាពបរោះសុភាពនារីទាំងឡាយជើងហោះហើរលេខ326កំពុងតែរៀបចំចេញដំណើរបន្តិចទៀតនេះយើងនឹងផ្ដល់ជូននូវអាហារនិងភេសជ្ជៈផ្សេងសូមជូនពរឲ្យការធ្វើដំណើរប្រកបដោយភាពរីករាយតានេះជាកន្លែងណាខ្ញុំទើបតែហោះហើរបញ្ចប់សម្រាប់ជើងហោះហើរដ៏សំខាន់ហើយបានចូលរួមពិធីប្រគល់ពានរង្វាន់អាកាសចរជាតិមែនទេបន្ទាប់មកយើងនឹងប្រគល់ពានរង្វាន់ដ៏សំខាន់បំផុតគឺពានរង្វាន់ស្លាបមាសវាគឺជាកិត្តិយសដ៏ខ្ពង់ខ្ពស់បំផុតសម្រាប់អ្នកបើកយន្តហោះគ្រប់រូបហើយក៏ជាការទទួលស្គាល់ចំពោះសមត្ថភាពរបស់អ្នកបើកយន្តហោះឆ្នើមផងដែរទទួលបានពានរង្វាន់នេះខ្ញុំនឹកឃើញដល់ឪពុករបស់ខ្ញុំសង្ឃឹមថាគាត់នៅលើមេឃនឹងអាចមើលឃើញមិញខ្ញុំទើបតែស្លាប់មែនទេហេតុអ្វីក៏ធានកូនតែងតែនិយាយថាចង់ជួបម៉ាក់របស់កូនម្ដងទៀតមែនទេប៉ាថ្ងៃនេះប៉ានឹងនាំកូនទៅសម្រេចបំណងប្រាថ្នានោះប៉ានៅមានជីវិតល្អណាស់ធានកូនកំពុងនិយាយរឿងអីហ្នឹងកុំមាត់លឺពេកកូនប៉ារាល់ពេលដែលកូនហោះហើរកូននឹកប៉ាខ្លាំងណាស់ធានកូនមានអាយុ8ឆ្នាំហើយកុំចេះតែលេងសើចញ៉ៃញ៉ៃអីចឹងខ្ញុំបានត្រឡប់ទៅកាលពីខ្ញុំអាយុ8ឆ្នាំវិញមែនទេខ្ញុំចាំបានហើយកាលពីខ្ញុំអាយុ8ឆ្នាំយន្តហោះនេះមានគ្រោះថ្នាក់ដ៏រន្ធត់មួយពេលដែលវាធ្លាក់គឺដោយសារតែប៉ាអប់ខ្ញុំយ៉ាងណែនទើបខ្ញុំក្លាយជាអ្នករស់រានមានជីវិតតែម្នាក់គត់នៅលើយន្តហោះនោះប៉ាជួយម៉ាក់ផងប៉ាលោកម្ចាស់តើលោកត្រូវការអ្វីដែរទឹកបរិសុទ្ធមួយដបអរគុណហេតុអ្វីលោកនៅទីនេះអូនសម្លាញ់កូនប្រុសនិយាយថាចង់ជួបអូនពួកយើងលែងលះគ្នាហើយកុំមកតាមរកខ្ញុំទៀតអីចុះអូនចង់បោះបង់កូនចោលមិនខ្វល់ពីគេមែនទេប៉ាកូនមានរឿងសំខាន់ចង់និយាយមកយន្តហោះនេះហៀបនឹងធ្លាក់ហើយកូននិយាយថាអីអូយក្មេងម្នាក់នេះនិយាយមិនល្អសោះសុំទោសខ្ញុំសុំទោសផងខ្ញុំសុំទោសយន្តហោះនឹងធ្លាក់អ្នករាល់គ្នានឹងត្រូវស្លាប់ស្ដាប់អ្វីដែលក្មេងម្នាក់នេះនិយាយចុះនិយាយមិនល្អសោះមកដាក់ទំនាយពួកយើងឲ្យស្លាប់មែនទេកុំខ្វល់ជាមួយគេអីមើលទៅដូចមិនដែលធ្លាប់ជិះយន្តហោះសោះក្មេងម្នាក់នេះនិយាយថាយន្តហោះនឹងធ្លាក់មកជួយមើលគ្នាផងមិនចេះប្រដៅកូនខ្លះទេអីគ្មានសុជីវធម៌សោះឪពុកម្ដាយប្រភេទណាហ្នឹងគួរឲ្យធុញណាស់បាទសុំទោសសូមលោកអ្នកដំណើរទាំងអស់មេត្តាអង្គុយនៅកន្លែងឲ្យមានសណ្ដាប់ធ្នាប់អរគុណប៉ាកូននិយាយមែនណាថ្ងៃនេះហាក់ដូចជារលូនល្អណាស់នេះជាផ្លូវហោះហើរផ្លូវបេសាចដ៏ល្បីល្បាញក្នុងប្រទេសកុំធ្វេសប្រហែសឲ្យសោះបាទមេបញ្ជាការមានរឿងអីហ្នឹងគ្មានធម្មពលទេប្រាប់ការិយាល័យកណ្ដាលជាបន្ទាន់រាយការណ៍ពីស្ថានភាពជួយផងតើមានរឿងអ្វីកើតឡើងហ្នឹង